ទឹកចិត្តអ៊ំស្រីម្ចាស់ហាងតែខ្សែដូងក្អូបនេះគឺល្អពេកហើយទោះបីជាកំឡុងពេលកូវីដពិបាកយ៉ាងណាក៏ដោយក៏នៅតែបន្តបើកហាងព្រោះខ្លាចថាបុគ្គលិកអត់ការងារធ្វើអត់ប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយឥឡូវនេះតែខ្សែដូងក្អូបក៏ខ្លាចទៅជាសួនផ្កាដ៏ស្រស់ស្អាតជាងគេប្រចាំខេត្តត្បូងឃ្មុំតែអ្នកទាំងអស់គ្នាបានស្គាល់ដែរឬទេហើយធ្លាប់បានមកលេងហើយឬនៅបើនៅទេកុំភ្លេច share វីដេអូនេះទុកមកលេងនៅឱកាសចូលឆ្នាំខាងមុខនេះហើយបើមកនៅថ្ងៃទី12 13នេះវិញណា free លេងទឹកម៉ាសេរីនៅនេះមានម្ហូបច្រើនមុខណាស់ដូចជាម្ជូរព្រៃភ្លាកំពឹសចេកខ្ចីបង្គាអាំងអំបិលម្ទេសហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកសាកនោះគឺមាន់ដុតទឹកឃ្មុំបើមិនឆ្ងាញ់មិនយកលុយទេបើខ្យងចំហុយខ្ទឹមសនេះខ្យងថ្មីសាច់ពេញចលក់ជាមួយទឹកត្រីកោះកុងគេអញ្ចេះមកបើអ្នកទាំងអស់គ្នាបានភ្លក់មួយម៉ាត់ណាមិនដឹងជាជាតិយ៉ាងណាទេហើយមួយនេះវិញក៏អែមដែរភ្លាប្រពន្ធចុងសណ្ដែកគួរចង់ជាមួយសាច់គោលាយក្រងហិលមកពេញចិត្តអូហូបើងាកមកមើលនៅសួនគេវិញនេះគឺធំណាស់មានប្លង់ថតរូបលេងសប្បាយជាច្រើនហើយមានច្រើនប្លង់មែនតែនបើនារីមកវិញណាដឹងតែមិនខកបំណងទេអូភ្លេចប្រាប់នៅនេះគេក៏មានជា KTV ដែរដែលអ្នកទាំងអស់គ្នាអាចមកស្រូបក្លិនក្រអូបផឹកច្រៀងលេងមកសប្បាយជាតិណាហើយបើអ្នកទាំងអស់គ្នាចង់សម្រាប់លំហែកាយគេក៏មានផ្ទះបឹងកាឡូដែរចង់បែបជាក្រេ1ឬក៏ក្រេ2ក៏បានដែរតាមចិត្តតាមបេះដូងហើយសម្រាប់ទីតាំងអ្នកទាំងអស់គ្នាជិះមកដល់ផ្សារស្រែសៀមបត់ចូលតាមការដ្ឋានកិនថ្មជិះចូលត្រង់ហើយមកដល់ចំណុចនេះកុំច្រឡំបត់ឆ្វេងទៅត្រង់ប្រហែលជា100ម៉ែត្រទៀតគឺដល់ហើយនៅខាងឆ្វេងដៃសម្រាប់ព័ត៌មានលម្អិតអាចឆាតបើកាន់ page ផ្ទាល់បានអរគុណបាយបាយ